សូមគោរពនឹងជំរាបសួរប្រិយមិត្តដែលតែងតែគាំទ្រលើ YouTube Stand Up Channel របស់យើងខ្ញុំចា៎ថ្ងៃនេះផងដែរសូមលើកយកព័ត៌មានសិល្បៈតារានៅក្នុងប្រទេសកម្ពុជាយើងឥឡូវកុំឲ្យខាត់ពេលវេលាយូរខ្ញុំសូមចូលទៅព័ត៌មានទី1តែម្ដងចា៎តាក់ទងទៅនឹងអ្នកនាងពេជ្រសុភាចា៎ឥឡូវចង់នឹងព័ត៌មានលម្អិតយ៉ាងណានោះសូមតាមដានជាមួយនាងខ្ញុំរយៈពេលខ្លីសោះមានអ្នកចូលទស្សនា MV អូនទៅហើយរបស់ពេជ្រសុភាច្រើនដល់ម្លឹងចា៎ចាលោកអ្នកក៏បានស្គាល់គាត់ទៅហើយដែរដែលគាត់ឥឡូវគឺមានប្រជាប្រិយភាពខ្លាំងមែនតែនចាដោយសារទស្សនិកជននិងប្រិយមិត្ត fan របស់គាត់នឹងគ្រប់គ្រងនៅការចេញបទចម្រៀង original song ផងដែរចាឥឡូវចង់ដឹងបទចម្រៀងនេះមាន view ដល់ទៅប្រហែលសូមតាមដានជាមួយនឹងខ្ញុំចាគឺមានទៅដល់ជាង1លាន view ឯណោះចាឥឡូវចង់ដឹងលម្អិតទៅជាមួយនឹងខ្ញុំតែម្ដងទៅបន្ទាប់ពីបទចម្រៀងបែបមនោសញ្ចេតនាមួយបទក្រុមចម្លងជើងថាអូនទៅហើយជាការបកស្រាយរបស់តារាចម្រៀងល្បីប្រចាំប្រតិកម្មរស្មីហងមាពេជ្រសុភាត្រូវបានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនិង YouTube ភ្លាមគេសង្កេតឃើញថាមានអ្នកគាំទ្រយ៉ាងភ្លុកទឹកភ្លុកដីហើយបើគិតមកដល់ពេលនេះមានអ្នកចូលទស្សនាច្រើនជាង1លានដងចា៎បើតាមការជូនដំណឹងរបស់គេហទំព័ររស្មីហងមាសកាលពីថ្មីនេះបានដឹងថាត្រឹមតែរយៈពេល6សប្តាហ៍មានអ្នកចូលទៅទស្សនាបទចម្រៀងអូនទៅហើយរបស់តារាចម្រៀងពេជ្រសុភាទាំងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ទាំង YouTube មានចំនួនដល់ទៅ1លាន13ចាស់1លាន013,039 ដងដែលជាចំនួនមួយដ៏ច្រើនគួរឲ្យកត់សម្គាល់ចា៎ទន្ទឹមនឹងចំនួននៃការគាំទ្រដ៏ច្រើនមហិមានេះអ្នកកាន់គេហទំព័ររស្មីហងមាសផ្ទាល់ក៏បានសម្ដែងការអបអរសាទរនិងធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនដែលបានគាំទ្រទស្សនាបទចម្រៀងខាងលើក៏ដូចជាបទចម្រៀងផ្សេងៗទៀតដែលជាស្នាដៃរបស់ប្រតិកម្មរស្មីហងមាសកន្លងមកផងដែរចា៎នេះគឺជារូបភាពអ្នកនាងពេជ្រសុភាចា៎គាត់អាយុច្រើនហើយប៉ុន្តែរូបសម្រស់គាត់គឺនៅតែស្រស់ស្អាតដដែលគឺមានន័យថាគាត់ប្រកែថែរក្សាសម្រស់របស់គាត់មែនតែម្ដងចា៎គឺគាត់ល្បីជាងមួយទសវត្សរ៍ទៅហើយចា៎ឥឡូវព័ត៌មានទី1ដែលតកតងទៅនឹងអ្នកនាងពេជ្រសុភានេះក៏បានបញ្ចប់ទៅហើយដែរឥឡូវខ្ញុំសូមចូលទៅព័ត៌មានទី2តកតងទៅនឹងអូនមីកាន់តែធំយីអូនកាន់តែខ្លាំងឡើងផ្ទះតម្លៃជាង200000និងបើកអាជីវកម្មដល់ទៅ2ក្នុងឆ្នាំថ្មីនេះចា៎ចង់ដឹងលម្អិតយ៉ាងណានោះតាមទៅជាមួយនឹងខ្ញុំតែម្ដងទៅមួយរយៈពេលកន្លងមកមានព័ត៌មានជាច្រើនក្នុងស្រុកបានចុះផ្សាយព័ត៌មានកញ្ញាមីអំពីគម្រោងនៃការបើករបររកស៊ីនាងជាក់ស្ដែងកាលពីម្សិលមិញនាងបានរៀបចំគេហដ្ឋានថ្មីរួមផ្សំជាមួយនឹងការបើកសម្ពោធមុខរបររបស់នាងចំនួន2ផងដែរជួបកញ្ញាមីនាងបញ្ជាក់ប្រាប់ថានាងបានទិញផ្ទះថ្មីនៅក្នុងបរិយាពិភពថ្មីក្នុងតម្លៃជាង$200,000វាមិនចម្លែកទេសម្រាប់អ្នកដែលបានស្គាល់នាងកុំថាឡើយតែមហាជនមិនជឿពីព័ត៌មាននេះសូម្បីតែនាងក៏សឹងតែមិនជឿលើខ្លួនឯងផងព្រោះកន្លងមកជីវភាពក្នុងគ្រួសាររបស់នាងជួបការលំបាកដោយសារតែការរកស៊ីរបស់ឪពុកនាងកន្លងមកត្រូវជួបហានិភ័យនេះបន្ថែមថាក្រោយពីបានដោះស្រាយបញ្ហាអស់ជាច្រើនឆ្នាំរបស់រកស៊ីនោះក៏បានប្រែមកស្ថានភាពល្អវិញរហូតទទួលបានប្រាក់ចំណេញជាច្រើនហើយចាស់ទៅអាចយកមកទិញផ្ទះនិងផ្ដល់ឲ្យនាងសម្រាប់យកមកបង្កើនមុខរបរចំនួន2បន្ថែមទៀតចា៎នាងបញ្ជាក់ថាការពិតខ្ញុំចង់រកស៊ីយូរមកហើយគ្រាន់តែកន្លងមកគ្រួសារខ្ញុំពុំទាន់មានលទ្ធភាពទើបខ្ញុំចេះតែសង្ងំចិញ្ចឹមចិត្តទុកម្យ៉ាងកន្លងមកវាហាក់ដូចជាខ្ចីពេកសម្រាប់ខ្ញុំក្នុងការបង្កើតចំនួនផងប៉ុន្តែពេលនេះខ្ញុំអាចយល់ដឹងច្រើនពីការរកស៊ីពិសេសខ្ញុំអាចទទួលបានបទពិសោធន៍ប៉ាម៉ាក់របស់ខ្ញុំព្រោះពួកគាត់ទាំងពីរសុទ្ធតែជាអ្នករកស៊ីដូច្នេះខ្ញុំពុំមានការបារម្ភចំពោះមុខរបររកស៊ីទាំងពីរនោះទេចា៎តារាសម្ដែងវ័យក្មេងបានបញ្ជាក់បន្ថែមថានាងបានបង្កើតអាជីវកម្មបោះពុម្ពនិងរាយអង្ករសែនក្រអូបជាប្រភេទអង្ករល្បីរបស់កម្ពុជាផងដែរនាងបន្តថារបរបោះពុម្ពនិងរបបបោះដុំនិង
រាយនាងបានចាប់ផ្ដើមរយៈពេល7កន្លះឆ្នាំទៅហើយចំណាយទុនជាង$40,000រហូតដល់ពេលនេះមានដំណើរការល្អទទួលបានការគាំទ្រពីអតិថិជនច្រើនមីបញ្ជាក់ថាលក់អង្ករសែនក្រអូបនេះវាអត់លំបាកទេដោយសារតែអង្ករនេះខ្ញុំទទួលបានសិទ្ធិពីក្រុមហ៊ុនម្យ៉ាងម៉ាកអង្ករមួយនេះមានឈ្មោះល្បីស្រាប់ទៅហើយដូច្នេះមានអតិថិជនច្រើនដែលគាត់និយមប្រើប្រាស់វាក្រៅពីនេះទៅនៅចុងខែកុម្ភៈខ្ញុំនឹងរៀបចំបើកហាងគុយទាវមួយទៀតដែលក្រុងនឹងចំណាយទុនប្រហែលជិត$20,000ចា៎នេះគឺជារូបភាពដែលកញ្ញាមីហ្នឹងគឺធ្វើពិធីឡើងផ្ទះជាង$20,000របស់$20,000របស់អ្នកនាងផងដែរចា៎ចាឥឡូវព័ត៌មានទី2នេះក៏បានបញ្ចប់ទៅហើយដែរអរគុណប្រិមិត្តដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅលើ YouTube Stand Up Channel របស់យើងខ្ញុំចាស់ប្រសិនបើលោកអ្នកចង់ទទួលបាននៅព័ត៌មានថ្មីទាន់ហេតុការណ៍នោះសូមជួយ Subscribe នៅលើ Channel របស់យើងខ្ញុំផងចាស់ព័ត៌មានថ្ងៃនេះក៏បានបញ្ចប់ទៅហើយដែរអរគុណប្រិមិត្តសូមជម្រាបលា